អាយដាមបណ្ឌិតកៅថាចដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមកសាងជាតិសហគ្រិនត្រូវតែប្រែក្លាយទស្សនៈនិងគំនិតជាសកម្មភាពជាក់ស្ដែងអាយដាមបណ្ឌិតកៅថាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទនិងកសិកម្មហៅកាត់ថា ARDB ជាសមាជិកគណៈកម្មការកណ្ដាលនិងជាសមាជិកយុវជនគណៈបកថ្នាក់កណ្ដាលបានអញ្ជើញបើកសិក្ខាសាលាព្រមទាំងធ្វើជាវាគ្មិនស្ដីពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគតនៅព្រឹកថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជាក្នុងនោះក៏មានការអញ្ជើញចូលរួមពីអាយដាមកាយសម្រួមសមាជិកគណៈកម្មការកណ្ដាលនិងជាអនុប្រធានគណៈកម្មការគណៈបកខេត្តជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវឈីវ៉ាអភិបាលនៃគណៈអភិបាលខេត្តកោះកុងលោកហ៊ានសូប៉ូលីនប្រធាននាយកដ្ឋានប្រតិបត្តិការនិងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសគណៈកម្មការវិនិយោគកម្ពុជានៃក្រមប្រឹក្សាអភិវឌ្ឍកម្ពុជារួមទាំងអុកញ៉ាពេជ្រប៉ូឡែនប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរនៅក្នុងឱកាសនោះអាយដាមបណ្ឌិតកៅថាចបានមានប្រសាសន៍បង្ហាញពីសារៈសំខាន់ចំពោះសសរស្តម្ភនៃប្រព័ន្ធហិរញ្ញវត្ថុនៅលើសកលលោកនិងនៅកម្ពុជាផងដែរក្នុងនោះគឺផ្ដោតទៅលើប្រព័ន្ធហិរញ្ញវត្ថុទាំងមូលត្រូវបានទ្រទ្រង់ដោយសសរស្តម្ភចំនួន3រួមមានវិស័យធនាគារវិស័យមូលបត្រនិងវិស័យធានារ៉ាប់រងដែលជាប្រភពហិរញ្ញវត្ថុសម្រាប់អាជីវកម្មសេដ្ឋកិច្ចនិងសង្គមនៅក្នុងន័យនេះគឺចង់សម្ដៅថាម្ចាស់សហគ្រាសនិងសហគ្រិនអាចស្វែងរកប្រភពហិរញ្ញវត្ថុតាមរយៈវិស័យទាំង3នេះបន្ថែមពីលើវិស័យធនាគារលើសពីនេះអាយដាមបណ្ឌិតបានចាត់ទុកថាសហគ្រិនពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចដោយសារតែសហគ្រិនមិនមែនត្រឹមតែជាម្ចាស់សហគ្រាសតែប៉ុណ្ណោះទេថែមទាំងជាអ្នកធ្វើឲ្យមានការផ្លាស់ប្ដូរដែលបំប្លែងគំនិតទៅជាសកម្មភាពនិងដំណោះស្រាយតាមរយៈមុខងារចំនួន6រួមមានទី1សហគ្រិនជាអ្នកបង្កើតនវានុវត្តន៍ទី2សហគ្រិនជាអ្នកបង្កើតការងារទី3សហគ្រិនជាអ្នកជំរុញកំណើនសេដ្ឋកិច្ចទី4សហគ្រិនជាអ្នកបែងចែកធនធានទី5សហគ្រិនជាអ្នកជំរុញភាពប្រកួតប្រជែងទី6សហគ្រិនជាអ្នកលើកកម្ពស់គុណតម្លៃសង្គមនិងបរិស្ថានបន្ថែមពីនេះក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ2030អាយដាមបណ្ឌិតកៅថាចមានសតិធិនិយមថាសហគ្រិននៅតែជាចរន្តឈាមដ៏មានសារៈសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចពោលគឺសហគ្រិននៅតែជាតួអង្គដែលមានថាមពលគ្រប់ខ្សែច្រវាក់តម្លៃសេដ្ឋកិច្ចដោយបង្កើនសកម្មភាពសេដ្ឋកិច្ចបង្កើនពិពិធកម្មនិងភាពធន់បង្កើននវានុវត្តន៍និងជំរុញបរិយាបន្នធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម